សួស្តីបងប្អូនអរគ្នានៅពេលដែលបងប្អូនទស្សនាវីដេអូនេះខ្ញុំជឿថាបងប្អូនមានអារម្មណ៍ថាផែនដីរបស់យើងប្រែប្រួលគួរឲ្យខ្លាចជាពិសេសថ្ងៃទី28ខែមីនាឆ្នាំ2025នេះប្រទេសមីយ៉ាន់ម៉ាបានរងនៃការរំជួយដីមួយដែលគួរឲ្យកត់សម្គាល់ការរំជួយដីនេះបានកើតឡើងនៅជិតទីក្រុងមេដាឡៃនៃភាគកណ្ដាលរបស់ប្រទេសមីយ៉ាន់ម៉ាការរំជួយដីបានគេវល់ឃើញមានកម្រិតឡើងទៅដល់ 7.7 Richter ការរំជួយដីនេះបានកើតចេញថាមពលដ៏ខ្លាំងមួយគួរឲ្យខ្លាចឡើងទៅដល់ជាង300ដងនៃរំជាយនុយក្លេអ៊ែរ Little Boy ដែលអាមេរិកទម្លាក់នៅទីក្រុង Hiroshima របស់ប្រទេសជប៉ុនការរំជួយដីនេះបានធ្វើឲ្យទីក្រុង 1.5 លានអ្នកបានខូចខាតស្ទើរតែទាំងស្រុងការស្ថានដ៏សំខាន់ចាប់ពីវត្តអារាមទៅដល់ស្ពានមន្ទីរពេទ្យក៏រងការខូចខាតយ៉ាងខ្លាំងការរំជួយដីនេះបានធ្វើឲ្យមនុស្សជាង 1000 នាក់បាត់បង់ជីវិតហើយមនុស្សរាប់ពាន់នាក់បាត់បង់កន្លែងស្នាក់នៅសម្បីជាប្រទេសថៃដែលឆ្លៀតឆ្ងាយពីកន្លែងរំជួយនឹងរាប់ពាន់គីឡូក៏រងការអតិពលយ៉ាងខ្លាំងទីក្រុងបាងកកក៏រំជួយយ៉ាងខ្លាំងដែលធ្វើឲ្យអគារជាង30ជាន់ដួលរលំសង្កត់ជាង40នាក់ហើយថ្មីនេះនៅខេត្ត Bandar Aceh របស់ប្រទេសឥណ្ឌូនេស៊ីក៏មានករណីរំជួយដីមួយដែលមានកម្រិត 5.2 Richter ផងដែរតើហេតុអ្វីផ្ទៃដីសុកបានជារំជួយយ៉ាងនេះឬក៏សិទ្ធិសម្ដេចកូជីឡាកំពុងធ្វើសម្បុកនៅខាងក្រោមផ្ទៃដីនឹងខ្ញុំជឿថាបងប្អូនភាគច្រើនមានចំណេះដឹងពីរំជួយដីគឺជាអ្វីក៏ប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងរំលឹកឡើងវាបន្តិចឲ្យបងប្អូនយើងងាយនឹងចំណាំបើយើងយល់ថាផែនដីយើងគឺជាផ្ទៃមួយតាន់ពីក្នុងដល់ក្រៅគឺខុសហើយតាមពិតទៅផែនដីរបស់យើងក្រៅពីសម្បកក្រៅរឹងមាំក៏ប៉ុន្តែខាងក្នុងវាគឺជាសារធាតុរាវមួយដែលមានកម្ដៅឡើងដល់រាប់ពាន់អង្សាសេតាមពិតទៅពួកយើងកំពុងរស់នៅលើផ្ទៃដីដ៏ធំមួយដែលមានកម្រាស់ចាប់ពី10គីឡូម៉ែត្រឡើងដល់70គីឡូម៉ែត្រដែលគេហៅថាបន្ទាំង Tectonic ហើយខាងក្រោមបន្ទាំង Tectonic ដែលយើងគិតថារឹងមាំនឹងគឺជាសារធាតុរាវមួយដែលមានកម្ដៅឡើងដល់រាប់ពាន់អង្សាសេនឹងគឺជាសិលាម៉ាស្មាយើងឲ្យប្រៀបធៀបផែនដីយើងប្រៀបដូចជាផ្លែបឺមួយដែលមានសម្បកចិត្តខាងក្រៅហើយខាងក្នុងវាមិនមែនខ្យល់អាកាសដោយផ្លែបឺទេនឹងគឺជាសិលាស្មាម៉ាបើសិនយើងធ្លាប់គិតថាសម្បកផែនដីយើងគឺជាផ្ទៃតែមួយដែលចិត្តជុំវិញផែនដីនឹងគឺមិនមែនទេតាមពិតទៅសម្បកផែនដីរបស់យើងគឺជាការផ្គុំជាប់គ្នាជាច្រើនបន្ទាំងហើយបន្ទាំងនឹងគឺជាបន្ទាំង Tectonicពួកបន្ទាំង Tectonic នេះបានផ្គុំជាប់គ្នាដោយយើងលេងល្បែងរៀបរូបអញ្ចឹងក៏ប៉ុន្តែការផ្គុំជាប់គ្នានេះចិត្តណាស់ដល់ថ្នាក់យើងមើលមិនដឹងតំណរបស់វានៅណានោះទេក៏ប៉ុន្តែរឿងនិយាយនៅពេលនេះគឺពួកបន្ទាំង Tectonic នេះវាមិនព្រមនៅស្ងៀមនោះទេក៏ប៉ុន្តែវានឹងមានការអង្គើដោយតិចម្ដងដោយសារតែការប្រែប្រួលកម្ដៅរបស់ plasma ដើម្បីឲ្យបងប្អូនយើងងាយយល់រាល់ថ្ងៃយើងគិតថាយើងកំពុងឈរលើទូកមួយដ៏ធំដែលមានឈ្មោះថា Tectonic ហើយខាងក្រោមទូក Tectonic នឹងមិនមែនជាទឹកទេនឹងគឺជាសារធាតុរាវមួយដែលមានកម្ដៅរាប់ពាន់អង្សាសេគឺជាសិលាស្មាការប្រែប្រួលកម្ដៅខុសៗគ្នានឹងវានឹងធ្វើឲ្យទូកនឹងអង្គើបន្តិចម្ដងការអង្គើទូក Tectonic នឹងក៏ធ្វើឲ្យទូកនឹងប៉ះជាមួយទូកដទៃដែលបានរៀបផ្គុំជាប់គ្នានឹងការប៉ះគ្នារវាងបន្ទាំង Tectonic ទាំងពីរនឹងក៏ធ្វើឲ្យកន្លែងតំណរបស់វានឹងមានការអង្គើនៅកន្លែងតំណបន្ទាំង Tectonic ទាំងពីរនឹងក៏កើតចេញរលករំជួយមួយដោយខ្លាំងក្លាដែលធ្វើឲ្យផ្ទៃដីនៅម្ដុំនឹងគឺមានការរំជួយយ៉ាងខ្លាំងការរៀបរាប់យើងគិតថាដូចជាធម្មតាក៏ប៉ុន្តែមនុស្សយើងតូចណាស់តូចដូចសមុទ្រនៅលើតុអញ្ចឹងបើសិនយើងយកតុទាំងពីរប៉ះគ្នាវានឹងកើតចេញការរំជួយមួយដែលពូសមុទ្រនឹងគិតថានេះគឺជាការរំជួយដីរបស់វាអញ្ចឹងក៏ប៉ុន្តែព្រមលិខិតបានរៀបដាក់ប្រទេសមីយ៉ាន់ម៉ាហើយនិងប្រទេសឥណ្ឌូនេស៊ីដែលរៀបចំនៅកន្លែងដែលមានតំណរបស់បន្ទាំង Tectonic ការប៉ះគ្នារវាងបន្ទាំង Tectonic ទាំងពីរក៏ជាមូលហេតុដែលកើតចេញការរំជួយដីដែលសម្លាប់មនុស្សរាប់ពាន់នាក់នៅប្រទេសនេះសង្ឃឹមថាព្រមលិខិតនឹងរៀបដាក់ឲ្យពួកបន្ទាំង Tectonic នឹងឈប់អង្គើឈប់ដើរប្រេកដាស់ឲ្យប្រជាជននៅនេះមានជីវភាពសុខសាន្តហើយមានសន្តិភាពឡើងវិញតើបងប្អូនយល់យ៉ាងណាចំពោះវីដេអូនេះកុំភ្លេចទុក comment ខាងក្រោមហើយចុច like Subscribe Channel ដែលលើកចំណូលចិត្តឲ្យក្រុមការងារខ្ញុំផងសូមអរគុណសម្រាប់ការទស្សនា